សួស្តីអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី Easy Khmer Conversation Podcast ខ្ញុំឈ្មោះតារា ហេសួស្តីទាំងអស់គ្នាខ្ញុំសុភាថ្ងៃនេះយើងនិយាយអំពីប្រធានបទសប្បាយមួយណាស់គឺរបៀបបំបៅកូនពីអាយុ1ខែដល់ឆាខែយើងនឹងនិយាយជាភាសាខ្មែរងាយៗដូចជាការសន្ទនារវាងមិត្តភក្តិ ត្រឹមត្រូវណាស់ប្រធានបទនេះសម្រាប់មាតាបិតាថ្មីដែលកំពុងមានទារកឬកូនតូចៗតែយើងក៏នឹងនិយាយអំពីអតីតកាលផងដែរពេលដែលយើងក្មេងៗតើឪពុកម្ដាយយើងបំបៅយ៉ាងម៉េច អូហូនោះជារឿងចាប់អារម្មណ៍ណាស់តើតារាចងចាំអំពីពេលខ្លួនជាក្មេងបានទេ ចង់ចាំបន្តិចបន្តួចដែរតែភាគច្រើនតាមរឿងដែលម្ដាយប្រាប់ម្ដាយខ្ញុំប្រាប់ថាខ្ញុំជាកូនស្អាតតែញ៉ាំទឹកដោះច្រើនបំផុតពេលណាដែលគេយកដបដោះមកខ្ញុំញ៉ាំហើយគេងភ្លាមម្ដាយសើចថាខ្ញុំជាកូនងាយរក្សាតែត្រូវបង្អែមទឹកដោះជាញឹកញាប់ ស្រដៀងខ្ញុំដែរម្ដាយខ្ញុំក៏ប្រាប់ថានៅពេលខ្ញុំកើតថ្មីគេមិនមានទឹកដោះកំប៉ុងដូចសពថ្ងៃនេះគេប្រើតែទឹកដោះធម្មជាតិម្ដាយនិយាយថាពេលណាកូនញ៉ាំហើយគេងគឺជាពេលសុខសាន្តបំផុត ចង់បានអារម្មណ៍នោះវិញណាឥឡូវនេះឪពុកម្ដាយសម័យថ្មីមានបញ្ហាច្រើនណាស់ត្រូវគិតពីតម្លៃទឹកដោះសុវត្ថិភាពសីតុណ្ហភាពទឹកនិងសុខភាពកូន បាទច្បាស់ណាស់ដូច្នេះថ្ងៃនេះយន្តនឹងនិយាយពីតំបន់សំខាន់ទី1តើត្រូវបំបៅកូនយ៉ាងដូចម្ដេចពីអាយុ1ដល់3ខែទី2បន្តទៅ4ដល់ខែ6ហើយក៏និយាយពីអារម្មណ៍របស់ឪពុកម្ដាយផងដែរ មុននឹងចូលទៅប្រធានបទសំខាន់យើងសូមចែករំលែករឿងសប្បាយពីកុមារភាពសិនតើសុភាចង់ចាំពេលក្មេងធ្លាប់ឃើញឪពុកម្ដាយបំបៅកូនតូចៗទេ ចង់ចាំបានច្បាស់ណាស់នៅភូមិខ្ញុំពេលមានទារកកាយថ្មីគ្រួសារទាំងមូលសប្បាយណាស់ម្ដាយណានាំគ្នាផ្ដល់ដំបូន្មានដល់អ្នកមានកូនថ្មីពេលខ្ញុំតូចខ្ញុំចូលចិត្តមើលពួកម៉ាក់បំបៅទារកពួកគេនិយាយថាកូនតូចត្រូវញ៉ាំតិចតែញឹកញាប់ ត្រីហើយពេលនោះគេមិនមានទឹកដោះកំប៉ុងល្អដូចសពថ្ងៃនេះម្ដាយខ្លះប្រើទឹកសាច់ដំឡូងឬទឹកអង្ករដើម្បីជួយឲ្យកូនមានកម្លាំងតែបច្ចុប្បន្នវេជ្ជបណ្ឌិតប្រាប់ថាត្រូវប្រុងប្រយ័ត្នណាស់ព្រោះប្រព័ន្ធរំលាយអាហាររបស់ទារកមិនទាន់រឹងមាំ បាទតែវាជាប្រពៃណីល្អមួយនៅស្រុកខ្មែរឪពុកម្ដាយគ្រប់គ្នាសុទ្ធតែមានចិត្តស្រឡាញ់កូនទោះបីជាមិនមានប្រាក់ច្រើនក៏ដោយគេព្យាយាមឲ្យកូនញ៉ាំល្អមានអាហារពេញលេញ ពិតណាស់តើសុភាធ្លាប់ឮអំពីរឿងទឹកដោះម្ដាយជាថ្នាំដ៏មានតម្លៃទេ ចាស់បង្រៀនថាទឹកដោះម្ដាយមានអត្ថប្រយោជន៍ច្រើនណាស់វាមានសារធាតុចិញ្ចឹមធម្មជាតិនៅជួយការពារជំងឺហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺវាជាភាពជាប់ចិត្តរវាងម្ដាយនិងកូន ចេះហើយពេលកូនញ៉ាំទឹកដោះម្ដាយគេមានអារម្មណ៍ថាសុវត្ថិភាពគេដឹងថាម្ដាយនៅក្បែរនេះជារឿងធម្មតាដែលគ្រួសារខ្មែរគួរពេញចិត្តណាស់ បាទតែសពថ្ងៃឪពុកម្ដាយជាច្រើនធ្វើការខ្លាំងឬមិនអាចឲ្យទឹកដោះដោយផ្ទាល់បានដូច្នេះគេប្រើទឹកដោះកំប៉ុងតែត្រូវចេះជ្រើសរើសឲ្យត្រឹមត្រូវ ដូច្នេះហើយយើងនឹងចូលទៅក្នុងប្រធានបទបំបងបន្តិចទៀតតែសិនជាសួរពីអារម្មណ៍សុភាបើអ្នកមានកូនតើបកើតអ្នកគិតថាអ្វីគឺសំខាន់បំផុត ខ្ញុំគិតថាសំខាន់បំផុតគឺការអត់ធ្មត់ទារកតូចមិនដឹងនិយាយពេលគេចង់ញ៉ាំគេយំពេលគេឈឺក៏យំឪពុកម្ដាយត្រូវស្ដាប់សំឡេងនោះនិងយល់ពីសញ្ញា ត្រូវហើយម្ដាយខ្ញុំតែងនិយាយថាកូនតូចមិនត្រឹមត្រូវបានបំបៅទឹកដោះទេតែត្រូវបំបៅដោយសេចក្ដីស្រឡាញ់ថងដែរ អូហូពាក្យនេះស្អាតណាស់សេចក្ដីស្រឡាញ់នោះជាឧបនិស្ស័យនៃសុខភាពកូនសើចខ្ញុំប្រើពាក្យសាលាបន្តិចទេ មិនអីទេស្អាតណាស់ឧបនិស្ស័យមានន័យថាមូលហេតុឬអ្វីដែលបណ្ដាលឲ្យអ្វីមួយកើតឡើងដូច្នេះសេចក្ដីស្រឡាញ់គឺជាឧបនិស្ស័យនៃសុខភាពកូនយល់ព្រមជាខ្លាំង យើងនិយាយពីទារកយូរហើយតែម្ដងចង់ប្រាប់អ្នកស្ដាប់ថាកម្មវិធីនេះមិនមែនសម្រាប់ម្ដាយប៉ុណ្ណោះទេសម្រាប់ឪពុកផងដែរពេលឪពុកចូលរួមនៅការថែទាំកូនវាបង្កើតទំនាក់ទំនងល្អណាស់ក្នុងគ្រួសារ បាទត្រូវហើយឪពុកដែលជួយដាក់ទឹកដោះឬជួយបំបៅកូននៅពេលយប់គឺជាឧទាហរណ៍ល្អសម្រាប់គ្រួសារ ហើយសម្រាប់អ្នកស្ដាប់ដែលនៅជាបើកស្ដាប់ពេលយប់
ខ្ញុំសូមជូនពរឲ្យកូនអ្នកเก่งលក់ละแฮมให้ឪពុកម្ដាយសម្រាកបានសុខសាន្ត អូស្អាតណាស់ថ្ងៃនេះយើងសូមសម្រាកត្រឹមផ្នែកទី1សប្តាហ៍ក្រោយយើងនឹងបន្តទៅផ្នែកទី2ស្ដីពីរបៀបបំបៅទារកអាយុ1ដល់3ខែសូមបងប្អូនរងចាំនឹងជួបគ្នានៅសប្តាហ៍ក្រោយទៀតសូមអរគុណសូមជម្រាបលា ជាចុងក្រោយសូមអរគុណបងប្អូនដែលបានចំណាយពេលស្ដាប់ podcast ពីដើមរហូតដល់និងសូមជួយ subscribe channel របស់ខ្ញុំម្នាក់មួយផងសូមអរគុណ